ឪពុកម្ដាយគឺជាព្រះរស់របស់កូនប្រុសស្រីជាទេវតាដើមជាគ្រូដើមជាព្រះរហន្តកូនណាដែលចិញ្ចឹមថែរក្សាឪពុកម្ដាយបានយ៉ាងល្អកូននោះតែងតែដល់នូវភាពចម្រុងចម្រើនជាពិសេសគឺចម្រើនទៅដោយកុសលធម៌ឪពុកម្ដាយតោកប្រៀបឧបមាបីដូចជាភ្លើងប្រសិនណាបើយើងប្រើមិនល្អទេត្រូវជួបឧបទ្ទវហេតុផ្សេងដូចជាឆេះផ្ទះឬក៏ថាធ្វើឲ្យបង្កទៅជាអគ្គិភ័យឆាបឆេះនៅអ្វីជាច្រើនដែលបង្កឲ្យជួបភយន្តរាយតែបើយើងប្រើឲ្យបានជាប្រយោជន៍ភ្លើងនោះនឹងអាចទៅជាចម្អិនម្ហូបអាហារឬក៏ថាប្រើភ្លើងនៅក្នុងកិច្ចការឯណានីមួយនឹងគឺបានជាប្រយោជន៍ច្រើនយ៉ាងណាមិញឪពុកម្ដាយដែលកូនបានចិញ្ចឹមមើលថែរក្សាទំនុកបម្រុងបានដោយល្អហើយកូននោះនឹងដល់នូវភាពចម្រុងចម្រើនមានតែសេចក្តីសុខនៅក្នុងជីវិតនៅក្នុងជីវិតរបស់យើងនេះទោះបីថាមានទ្រព្យតិចក្តីមានទ្រព្យច្រើនក្តីទ្រព្យសម្បត្តិគ្រាន់តែជារបស់ក្រៅខ្លួនប៉ុណ្ណោះបុគ្គលមិនអាចទៅជាមនុស្សល្អបានមិនអាចទៅជាបុគ្គលដែលកតញ្ញូបានព្រោះអាស្រ័យហេតុមានទ្រព្យក៏ទេដែរតើតែបុគ្គលនោះប្រើប្រាស់ជីវិតឬក៏ថាមានទ្រព្យតិចក្តីច្រើនក្តីប៉ុន្តែប្រកបទៅដោយភាពជាកតញ្ញូចេះដឹងគុណចេះតបគុណនឹងគឺល្អណាស់ដោយតែយើងមានទឹកសាបមិនថាតិចឬច្រើនទេក៏អាចគង់បានជាប្រយោជន៍បើថាមានទឹកសាបច្រើនចឹងទៅក៏នឹងជាប្រយោជន៍ដល់ការស្រេកទឹកហ្នឹងគឺយើងធ្វើឲ្យបំបត្តិសេចក្តីស្រេកនឹងបានតែបើយើងមានទឹកច្រើនក៏ពិតមែនដូចជាផ្ទៃនៃមហាសមុទ្រប៉ុន្តែបែរទៅជាមានរសប្រៃมันអាចប្រព្រឹត្តទៅជាប្រយោជន៍បាននោះទេនឹងมันអាចប្រព្រឹត្តទៅជាការបំបត្តិនៅសេចក្តីស្រេកទឹកនឹងបានទេដែលត្រង់អាត្មាបញ្ជាក់ថាมันបានប្រព្រឹត្តទៅជាប្រយោជន៍ហ្នឹងគឺសំដៅត្រង់ថាពេលដែលយើងស្រេកទឹកมันអាចយកទឹកហ្នឹងមកបរិភោគបានយ៉ាងណាមិញបុគ្គលដែលមានទ្រព្យច្រើនប៉ុន្តែខ្វះនៅកតញ្ញូខ្វះនៅការដឹងគុណខ្វះនៅការតបគុណហ្នឹងគឺมันប្រព្រឹត្តទៅជាការល្អទេនេះអាត្មាចង់សម្ដៅថាទ្រព្យតិចក្តីទ្រព្យច្រើនក្តីរកបានច្រើនក្តីរកបានមិនច្រើនក្តីក៏យើងអាស្រ័យការចេះដឹងគុណចេះតបគុណជាមួយនឹងឪពុកម្ដាយដែលជាព្រះរស់របស់កូនប្រុសស្រីកុំបោះបង់គាត់ចោលកុំទុកគាត់ចោលនឹងត្រូវយកចិត្តទុកដាក់មើលថែឪពុកម្ដាយឲ្យបានល្អព្រោះมันមានបុគ្គលណាដែលប្រសើរវិសេសជាងឪពុកម្ដាយយើងនេះទេជាព្រះរស់ចិញ្ចឹមបីបាច់ថែរក្សាកូនតាំងតាំងពីតូចនឹងមើលថែរក្សាកូនជួបទុក្ខលំបាកក្តៅផ្សាយ៉ាងណានឹងឪពុកម្ដាយចិញ្ចឹមបីបាច់ថែរក្សាមកដោយល្អជាគ្រូដើមបង្រៀនកូនចៅប្រុសស្រីទាំងឡាយនឹងឲ្យចេះនិយាយចេះដើរចេះកលាប់ចេះវាចេះឈរគ្រប់បែបយ៉ាងបង្រៀនសពគ្រប់បែបយ៉ាងហើយជាទេវតាដើមពេលដែលកូនជួបទុក្ខជួបលំបាកនឹងទេវតាគឺឪពុកម្ដាយនឹងគឺនៅតាមថែរក្សាតាមមើលតាមការពារជួនកាលនឹងមិនថាកាលពីនៅតូចទេសូម្បីតែកូននឹងធំអស់ហើយមានគូភរិយាស្វាមីហើយនឹងក៏តាមឃ្លាំមើលតាមជួយតាមថែរក្សាតាមបំណុលបំរុងនឹងខ្លាចលោកកូនផ្លាត់ផ្លាតទៅធ្វើរឿងមិនល្អខ្លាចកូននឹងជួបទុក្ខជួបលំបាកនេះគឺជាទឹកចិត្តរបស់ឪពុកម្ដាយហើយឪពុកម្ដាយជាព្រះអរហន្តរបស់កូនចៅប្រុសស្រីនឹងគឺថាជាអ្នកដែលមានចិត្តទន់តូទៅមិនមានសេចក្តីឯណានីមួយចង់ឲ្យកូននឹងដល់នៅសេចក្តីលំបាកទេអ្នកដតីអាចមានចិត្តមិនល្អមកលើយើងបានប៉ុន្តែឪពុកម្ដាយ
ជាព្រះរស់ជាព្រះរហន្តហ្នឹងគឺថានឹងតែងតែមានចិត្តល្អផ្សាយទៅរកកូនជានិច្ចហ្នឹងហើយមួយទៀតហ្នឹងគឺដួងហរតីរបស់ឪពុកម្ដាយមកលើកូនប្រុសស្រីដូចជាព្រំអញ្ចឹងដែលយើងតែងតែឃើញថាព្រំមានមុខ4ណាបងហ្នឹងហើយដោយមេត្តាការស្រឡាញ់រាប់អានតាំងតែអំពីចោះចាប់បដិសន្ធិនៅក្នុងផ្ទៃមកម្លេះនឹងគាត់ដឹងថាកូនដឹងថាមានកូនណាឪពុកម្ដាយសប្បាយចិត្តរីករាយណាស់មិនមែនថាអូដឹងថាមានកូនហើយនឹងទៅជាខឹងទៅជាបន្ទោសហ្នឹងគឺអត់ទេគាត់ថាអូកូនអញបានមកចាប់បដិសន្ធិហើយនៅក្នុងផ្ទៃហ្នឹងគាត់ខំរក្សាគួរបានយ៉ាងល្អនឹងពេលដែលកើតមកហើយនឹងដឹងថាកូនកើតហើយត្រេកអរណាស់នឹងដោយទឹកចិត្តមេត្តារាប់អានកូនដោយស្មោះស្ម័គ្រហ្នឹងហើយបងនេះជាមេត្តាព្រមវិហារធម៌ហើយករុណាពេលកូនជួបទុក្ខជួបលំបាកហ្នឹងមិនសប្បាយចិត្តទេគឺតែងតែអាណិតអាសូរដល់កូនទាំងឡាយនឹងហើយមុទិតាធម៌ពេលឃើញកូនធំឡើងនឹងលូតលាស់ដុះដាលចម្រុងចម្រើននឹងឪពុកម្ដាយមិនទៅចំណានឈ្នានេះជាមួយនឹងកូនណាទេតែងតែមានចិត្តត្រេកអររីករាយពេលឃើញកូនមានកូនបានរកស៊ីដុះដាលនឹងធំធាត់ចម្រុងចម្រើនឪពុកម្ដាយតែងតែត្រេកអររីករាយហើយមាននៅបេខាធោចិត្តជាកណ្ដាលចំពោះកូនគ្រប់គ្នានឹងមិននឹងជាតោមនោះឬក៏ថាខឹងស្អប់កូនណាទេតែងតែដល់នៅភាពនឹងជាអ្នកស្រឡាញ់ដែលស្មោះស្ម័គ្រចំពោះកូនចៅប្រុសស្រីនឹងចំពោះកូនណាដែលបានទំនុកបំរុងមើលថែរក្សាឪពុកម្ដាយដោយល្អកូននោះតែងតែចម្រើនធម៌5យ៉ាងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងកូនទាំងឡាយនឹងត្រូវចិញ្ចឹមពុកម្ដាយតបវិញភៈតោនៃសង្ឃបរិសាមិគាត់ចិញ្ចឹមយើងមកពីតូចយ៉ាងណាថែរក្សាយើងយ៉ាងណាការពារយើងយ៉ាងណាត្រូវតែចិញ្ចឹមមើលថែឪពុកម្ដាយវិញនឹងដោយបច្ច័យ4គ្រឿងស្លៀកពាក់ម្ហូបអាហារទីនៅទីអាស្រ័យថ្នាំសង្កូវថ្នាំកែរោគអីហ្នឹងត្រូវតែរៀបចំទុកដាក់ចិញ្ចឹមមើលថែរក្សាឪពុកម្ដាយបានល្អនឹងគាត់ចិញ្ចឹមយើងមកយ៉ាងណាចិញ្ចឹមគាត់វិញដោយល្អទៅវិញកិច្ចចាំងនៃសង្ឃរិសាមីជួយកិច្ចការងារឪពុកម្ដាយដែលឪពុកម្ដាយជាចាំបាច់ត្រូវការកូនចៅប្រុសស្រីឲ្យជួយនឹងត្រូវចេះជួយទុកដាក់រៀបចំជួយកិច្ចការងារឪពុកម្ដាយនឹងចំណុចមួយទៀតហ្នឹងគឺកុលវាងសាំងថាបេសាមីតម្កល់វងតកូលឲ្យបានល្អការតម្កល់វងតកូលឲ្យបានល្អហ្នឹងក៏ឈ្មោះថាជាការតបគុណដល់ប្រសើរដែរក្នុងតកូលយើងធ្លាប់តែខ្ពង់ខ្ពស់ធ្លាប់តែចម្រុងចម្រើនកុំឲ្យធ្វើខ្លួនឲ្យតកូលយើងនឹងទន់ទាបគឺវាចាក់នៅអបាយមុខស្រាស្រីលបែងការដើរលេងក្នុងការខុសវេលាខ្សែគប់មិត្តអាក្រក់ពេលលាវាសាអីចឹងទៅត្រូវតែតម្កល់ខ្លួនឲ្យល្អមានទានមានសិលមានចរិយាការប្រព្រឹត្តល្អដោយកាយដោយវាចាដោយចិត្តហ្នឹងវងតកូលយើងហ្នឹងទៅជាល្អនឹងហើយចំណុចមួយទៀតគឺតម្កល់ខ្លួនឲ្យសមគួរជាអ្នកទទួលនៅសម្បត្តិទទួលនៅទ្រព្យមរតកដែលឪពុកម្ដាយចែកឲ្យនឹងឪពុកម្ដាយគាត់ប្រឹងរកមកក៏ដើម្បីកូនប្រុសស្រីតែបើកូនទាំងឡាយមិនធ្វើខ្លួនឲ្យល្អទេពុកម្ដាយមិនដឹងថាទៅត្រូវពឹងអាស្រ័យអ្នកណាទៀតទេអញ្ចឹងយើងជាកូនប្រុសស្រីនឹងធ្វើខ្លួនឲ្យល្អជាពិសេសវាចាក់លបែងបាយមុខទាំងឡាយទាំងពួងនឹងទៅជាការសំគួរជាអ្នកទទួលនៅទ្រព្យមរតកដែលពុកម្ដាយចែកឲ្យកុំឲ្យមួយថ្ងៃអង្គុយទៅបាំងផ្លិតនឹងគឺប្រព្រឹត្តលបែងហ្នឹងគឺពុកម្ដាយចែកទ្រព្យមកមិនយូរទេនឹងអស់រលត់រលាយខ្ទេចខ្ទីអស់ហើយនឹងអញ្ចឹងត្រូវតម្កល់ខ្លួនឲ្យល្អចំណុចមួយទៀតបើពុកម្ដាយចែកឋានទៅហើយធ្វើបុណ្យទៅតក្កិណាទានដល់ពុកម្ដាយជារឿងមួយដែលយើងត្រូវតបគុណនឹកគុណពុកម្ដាយនឹងជាចាំបាច់ណាស់ត្រូវតែធ្វើត្រូវតែបំពេញជាកិច្ចជាទូនាទីនឹងរបស់កូនចៅប្រុសស្រីនឹងចឹងអាត្មាលើកឡើងមកប្រមាណប៉ុណ្ណេះគាត់តែចង់បញ្ជាក់ថាកូនណាដែលបានចិញ្ចឹមមើលថែរក្សាឪពុកម្ដាយបានយ៉ាងល្អកូននោះតែងតែដល់នូវភាពរីកចម្រើនជាពិសេសហ្នឹងគឺចម្រើនទៅដល់សេចក្តីល្អយ៉ាងណាមិញគឺយើងទំនុកម្រងឪពុកម្ដាយវិញជាការនឹករលឹកតបគុណរបស់គាត់កុំឲ្យចេះតែចង់បាននេះបាននោះ
រត់ដល់ផ្លិចតបគុណឪពុកម្ដាយហ្នឹងគឺមិនជាការប្របែកទេកូនណាបានចិញ្ចឹមថែរក្សាឪពុកម្ដាយបានយ៉ាងល្អកូននោះតែងតែដល់នៅភាពរីកចម្រើនប៉ុណ្ណាសូមអនុមោទនីថ្នាំរក្សាចិត្តកូនជាទីស្រឡាញ់ដែលឈ្មោះថាទុកហើយគឺមិនមានអ្នកណាប្រាថ្នាឡើយប៉ុន្តែគ្រប់គ្នាក៏រមែងមានទុកជាប់តាមមានទុកខ្លាំងមានទុកតិចចេះតែមានជាធម្មតាទាំងដែលគ្រប់គ្នាមិនប្រាថ្នានោះឯងទុកមានពីរយ៉ាងគឺទុកផ្លូវកាយនិងទុកផ្លូវចិត្តទុកផ្លូវកាយរំងាប់បានដោយអាហារគ្រឿងស្លៀកពាក់ទីនៅអាស្រ័យនិងថ្នាំកែរោគឯទុកផ្លូវចិត្តវិញត្រូវរក្សាដោយព្រះធម៌ជាថ្នាំកែរោគផ្លូវចិត្តជាថ្នាំកម្លាំងជំនួយឲ្យចិត្តមានកម្លាំងមានសុខភាពល្អនិងជាទីពឹងផ្លូវចិត្តមនុស្សយើងកាលដែលមានរោគផ្លូវកាយបានអាហារបានថ្នាំជាដើមមកបរិភោគថែរក្សាក៏ស្ងប់រងាប់ទៅនៅរោគផ្លូវកាយនោះឯចំណែករោគផ្លូវចិត្តវិញគឺចាំបាច់ត្រូវតែយកព្រះធម៌មកថែរក្សាទៅបានសេចក្តីនេះកូនត្រូវតែយល់ឲ្យបានច្បាស់មនុស្សណាដែលមិនឃើញការពិតដូច្នេះមនុស្សនោះនៅពេលមានទុក្ខផ្លូវចិត្តកើតឡើងក៏រមែងជាទុក្ខដោយប្រះចាកទីពឹងសោកសៅពោលរៀបរាប់ឬក៏ស្រែកឡូឡាបន្ទោសនេះបន្ទោសនោះចំណែកមនុស្សដែលមានបញ្ញាដឹងទុក្ខផ្លូវចិត្តថាជារោគរមែងស្ដាប់ធម៌រៀនធម៌ពិចារណាធម៌និងបដិបត្តិតាមធម៌ដើម្បីរក្សារោគចិត្តឲ្យដូចជាការរក្សារោគផ្លូវកាយដែរម្ល៉េះហើយក៏ជាអ្នកមានព្រះធម៌ជាទីពឹងសំបីជួបប្រទះជាមួយនឹងទុក្ខក៏អាចកំចាត់ទុក្ខក្នុងចិត្តបាននិងអាចរកសេចក្តីសុខបានក្នុងជីវិតដែលជាសុខប្រះចាកទុក្ខទៀតផងការព្យាបាលរោគផ្លូវកាយមិនរើសវ័យថាក្មេងឬចាស់ឡើយឲ្យតែមានជំងឺគឺត្រូវតែព្យាបាលយ៉ាងណាការរក្សាចិត្តដោយព្រះធម៌ក៏យ៉ាងនោះដែរមនុស្សយើងមានលោភៈទោសៈនិងមោហៈជារោគប្រចាំចិត្តនាំឲ្យប្រព្រឹត្តបាបដូច្នេះកូនត្រូវតែមាននៅថ្នាំគឺព្រះធម៌ឲ្យជាប្រចាំផងដែរទោះជាកូនស្ថិតក្នុងវ័យណាក៏ដោយកូនត្រូវតែរក្សាចិត្តឲ្យជាប្រចាំរហូតទាល់តែជាសះស្បើយអស់ទុក្ខអស់កង្វល់ពីសន្តានចូលកូនហ្វឹកហាត់ឲ្យមានការយល់ដឹងច្បាស់ពីព្រះធម៌ទីបំផុតកូននឹងដឹងថាព្រះធម៌នោះល្អយ៉ាងណាចូលពិចារណានៅកំណាព្យនេះរូបសល្អរៀងគួរស្រឡាញ់តែចាញ់ល្អចិត្តគំនិតជាមិនយូរប៉ុន្មានរូបជរីឯចិត្តល្អជាមិនចាស់ឡើយចូលកូនប្រុសស្រីកុំបំភ្លេចធម៌ថ្លៃជាងពេជ្រនាំដល់ត្រើយមានរូបមានរោគអត់ស្រាក់ស្បើយកូនណាយព្រះធម៌មិនចេះឈឺបើកូនរៀនធម៌អប់រំចិត្តប្រព្រឹត្តសុចរិតចិត្តកូនភ្លឺជីវិតត្រូវស្លាប់រូបត្រូវឈឺប៉ុន្តែចិត្តភ្លឺមិនស្លាប់ទេទប់ទល់ជាមួយទុក្ខកូនជាទីស្រឡាញ់រាងកាយមាំមួនរមែងមិនត្រូវរោគភ័យបៀតបៀនបានដោយងាយឡើយភាពរឹងប៉ឹងមាំមួននៃរាងកាយអាចទប់ទល់នឹងរោគផ្សេងបានឈ្មោះថាទប់ទល់នឹងទុក្ខផ្លូវកាយធ្វើឲ្យកាយជាសុខមានទំនងដូចគ្នាដែរគឺថាបើមិនត្រូវការឲ្យចិត្តមានទុក្ខទេត្រូវសាងភាពរឹងប៉ឹងឲ្យដល់ចិត្តសម្រាប់ទប់ទល់ជាមួយនឹងទុក្ខផ្លូវចិត្តឲ្យបានល្អការពិតទុក្ខផ្លូវចិត្តនោះមានហេតុមកអំពីការនឹកគិតតាក់តែងនៃចិត្តខ្លួនឯងជាសំខាន់គឺចិត្តបានចាប់យករឿងរ៉ាវផ្សេងអំពីការដែលបានឃើញខ្លះឬខ្លះជាដើមហើយចេះតែយកមកនឹកគិតតាក់តែងឲ្យជាយ៉ាងនេះឲ្យជាយ៉ាងនោះតាមការសោយអារម្មណ៍របស់ខ្លួនរឿងរ៉ាវដែលចិត្តចាប់យកមកបាននោះបើចិត្តខ្លួនឯងនឹកគិតសែបសោយទៅឆ្ងាយពោលគឺពេញចិត្តក៏កើតបានទៅជាសេចក្តីសុខក្នុងចិត្តនឹងទៅតែបើនឹកគិតសែបសោយទៅមិនឆ្ងាញ់ទេមិនពេញចិត្តទេក៏នាំឲ្យកើតទុក្ខនៅក្នុងចិត្តសន្តានបានដូចគ្នាដែររឿងតែម្យ៉ាងជាមួយគ្នាអាចធ្វើឲ្យមនុស្សម្នាក់មានចិត្តជាសុខ
ហើយមនុស្សម្នាក់ទៀតកើតទុក្ខររៀលក្នុងចិត្តសន្តានបាយមិនបានសម្រានមិនលក់នេះមកអំពីការនឹកគិតតាក់តែងរបស់ចិត្តរៀងខ្លួនព្រោះហេតុពោលមកនេះកាលបើកូនមិនត្រូវការឲ្យទុកមករករៀនទន្ទ្រានចិត្តសន្តានរបស់កូនទេកូនក៏បីព្យាយាមសាងភូមិឋានឲ្យបានមាំសម្រាប់ទប់ទល់ជាមួយទុក្ខកូនត្រូវតាំងសតិឲ្យល្អនៅពេលជួបប្រសពរឿងអ្វីក៏ដោយចុះកូនត្រូវចោលបានក៏ចោលទៅកុំចាំបាច់យកមកត្រេះរិះគិតតាក់តែងពោលគឺកុំយកមកជាអារម្មណ៍តែបើយកមកជាអារម្មណ៍គឺកូនត្រូវគិតដោយយ៉ាងមានសតិជាទីបំផុតគិតឲ្យសពគ្រប់ហើយច្បាស់លាស់សិនកុំប្រញាប់សម្រេចសេចក្តីដោយងាយចិត្តដែលប្រកបដោយសតិសម្បជញ្ញៈក្នុងការទទួលអារម្មណ៍មានយោនិសោមនសិការៈគ្រប់គ្រាន់នោះឯងគឺជាភូមិឋានមាំទាំដែលសម្រាប់ទប់ទល់ជាមួយទុក្ខគឺជាសុខភាពផ្លូវចិត្តដែលអាចរារាំងនៅទុក្ខកង្វល់បានភូមិឋានមាំទាំជាជំរំសតិនិងជាសុខភាពរបស់ចិត្តនេះមិនងាយនឹងរកកសាងបានឡើយកូនត្រូវហ្វឹកហាត់ជារឿយហ្វឹកហាត់ឲ្យយូរហើយហ្វឹកហាត់ជារៀងរហូតតទៅដូច្នេះទើបអាចមានផលកាន់តែប្រសើរឡើងចូលកូនកុំភ្លេចថាការងារសំខាន់បំផុតគឺហ្វឹកហាត់ឲ្យចិត្តមានសុខភាពនិងកុំភ្លេចគិតឲ្យខ្លួនឯងរស់នៅជាសុខមានភូមិឋានព្រះធម៌ក្នុងចិត្តផងទឹកចិត្តពិតជាសំខាន់កូនជាទីស្រឡាញ់ពុកនិងម៉ែធ្លាប់ប្រាប់កូនមកខ្លះហើយថាមនុស្សយើងកាលនឹងទៅនៅក្នុងទីណាហើយនៅជាមួយអ្នកណាក៏ដោយសូមឲ្យជាមនុស្សមានទឹកចិត្តកូនអើយខ្វះអ្វីអាចខ្វះបានកុំតែខ្វះទឹកចិត្តគឺកុំមានចិត្តចង្អៀតចង្អល់គិតតែពីបានខ្លួនឯងមិនគិតពីគេផងនោះមនុស្សយើងបើខ្វះទឹកចិត្តហើយគឺមិនមាននរណាចង់មកនៅឬគប់រកឲ្យពិតប្រាកដឡើយដែលគេចេះតែទ្រាំនៅក៏ព្រោះមកអំពីគេមិនទាន់រកផ្លូវទៅបានតែប៉ុណ្ណោះប្រៀបដូចទីកន្លែងដែលក្រទឹកដូច្នោះឯងមនុស្សសត្វមិនប្រាថ្នានឹងរស់នៅឡើយចង់តែទៅនៅទីណាកន្លែងណាដែលមានទឹកបរិភោគនិងប្រើប្រាស់គ្រប់គ្រាន់ប៉ុណ្ណោះចំណែកមនុស្សដែលមានទឹកចិត្តរមែងតែងតែមាននៅពពួកជនមកពឹងពាក់ពំនាក់អាស្រ័យបាននៅហើយមិនប្រាថ្នានឹងចេញចាកទៅឡើយសំបីដល់ទៅថាទីកន្លែងចង្អៀតក៏ចេះតែនៅបានដោយពាក្យថាចង្អៀតកាយតែកុំចង្អៀតចិត្តកូនដឹងយ៉ាងនេះហើយគួរព្យាយាមធ្វើខ្លួនឲ្យជាមនុស្សមានទឹកចិត្តជាពិសេសនោះគឺជាមួយមនុស្សនៅចិត្តគ្នានឹងកូនមនុស្សដែលកូនត្រូវពឹងពាក់អាស្រ័យគេឲ្យជួយធ្វើការងារដូចជាកូនឈ្នួលឬកូនចៅនៅក្រោមអាវាតជាដើមអ្វីដែលកូនអាចជួយបានកូនជួយគេទៅកូនត្រូវចាំថាមនុស្សដែលមានតម្លៃគឺមនុស្សដែលគេត្រូវការអ្វីក៏ដោយឲ្យតែគេត្រូវការរមែងមានតម្លៃជាសំខាន់ទៅទៀតគឺរបស់ក្រមនុស្សមានទឹកចិត្តកម្ររកណាស់នៅក្នុងលោកថែមទាំងអ្នកណាក៏ត្រូវការមនុស្សដែលមានទឹកចិត្តដែរក្នុងគ្រួសារក្នុងភូមិស្រុកទាំងក្នុងសង្គមជាតិសុទ្ធតែត្រូវការមនុស្សដែលមានទឹកចិត្តនេះណាស់ដូច្នេះកូនត្រូវតែជាមនុស្សមានទឹកចិត្តអ្នកណាដែលធ្លាប់បានធ្វើល្អធ្វើប្រយោជន៍ដល់កូនកូនត្រូវតែកុំភ្លេចគុណបុណ្យរបស់អ្នកនោះកូនត្រូវតបស្នងសងគុណដោយទឹកចិត្តប្រកបដោយកតញ្ញូតាធម៌កូនត្រូវមានរង្វាន់មានកម្លាំងចិត្តឲ្យដល់អ្នកដទៃដែលគេធ្លាប់បានធ្វើនៅសេចក្តីល្អមកលើកូននោះយ៉ាងហោចណាស់ក៏កូនត្រូវសរសើរចំពោះសេចក្តីល្អរបស់គេដើម្បីឲ្យគេបានរីករាយចិត្តផងដែរការអើពើដោយទឹកចិត្តនេះឯងណាកូនគឺជាមន្តដ៏វិសេសសម្រាប់ឆក់ស្រោបអ្នកដទៃឲ្យគេមកស្រឡាញ់រាប់អានកូនទន់ភ្លន់ចំពោះកូនទឹកចិត្តគឺជារបស់វិសេសណាស់កូនហើយជាគុណសម្បត្តិដ៏ស័ក្តិសិទ្ធិដូចជាកែវមณีដែលអាចធ្វើមនុស្សរូបមិនស្អាតឲ្យទៅជារូបស្អាតបានដូច្នោះឯង
មិនត្រឹមតែប៉ុណ្ណោះសូម្បីសេចក្តីល្អជាបុណ្យកុសលផ្សេងក៏ធ្លាក់ចុះមកចូលក្នុងចិត្តសន្តានរបស់មនុស្សដែលមានទឹកចិត្តនេះដែរទឹកចិត្តគឺជាសេរីសួស្តីនៃជីវិតណាកូនសម្លាញ់ទូនមានចិត្តបានទៅនៅជាសុខកូនជាទីស្រឡាញ់ពេលដែលយើងកើតទុក្ខកើតការមិនសប្បាយចិត្តឬមានបញ្ហាជីវិតកើតឡើងវិធីដោះស្រាយដែលល្អជាទីបំផុតហើយចាំបាច់ត្រូវឲ្យសម្រេចជាដំបូងគឺការទូនមានចិត្តយើងត្រូវទូនមានចិត្តឲ្យបានជាមុនសិនទៅបន្តទៅដោះស្រាយបញ្ហាផ្សេងតាមក្រោយរឿងខ្លះគ្រាន់តែទូនមានចិត្តបានប៉ុណ្ណឹងគ្រប់យ៉ាងត្រូវបានបញ្ចប់ជាការស្រេចបើយើងមិនទូនមានចិត្តជាមុនទេរួចហើយមកដោះស្រាយបញ្ហាវាអាចធ្វើឲ្យរឹតតែលំបាកព្រោះថាបើយើងមិនទូនមានចិត្តទេនោះយើងត្រូវដោះស្រាយបញ្ហាដោយលោភៈទោសៈមោហៈឬដោយកាយទុច្ចរិតវិច័យទុច្ចរិតនិងមโนទុច្ចរិតជាពិតប្រាកដពំខានវិធីទូនមានចិត្តគឺក៏បីតាំងសតិឲ្យបានល្អរំសាយនៅភាពមួមងក្នុងចិត្តពិចារណាទៅតាមការពិតល្អិតល្អន់ពិនិត្យសារឡើងវិញនៅរឿងដែលកើតឡើងមើលឲ្យឃើញការពិតថាតើរឿងឬបញ្ហាដែលកើតឡើងនោះវាកើតឡើងដល់យើងតែម្នាក់ឯងឬដល់អ្នកដទៃផងដែរគិតមើលឃើញអ្នកដទៃខ្លះគេមានបញ្ហាធំដុំធ្ងន់ធ្ងរជាងយើងទៅទៀតដែរទេហើយរឿងបែបនេះវាជារឿងប្រក្រតីធម្មតានៃគ្រប់ជីវិតមែនឬមិនមែនបើយើងគិតផ្ទៀងផ្ទាត់ពិចារណាសពគ្រប់ឃើញច្បាស់តាមកតិរបស់សង្ខារឃើញថាវាជារឿងក្នុងលោកនិងជារឿងរបស់លោកដូចនេះឈ្មោះថាមើលឃើញសេចក្តីពិតលុះដល់បានជួបនៅសេចក្តីពិតដោយខ្លួនឯងហើយក៏នឹងចូលដល់ការទូនមានចិត្តបានឯលទ្ធផលរឿងធំក៏คล้ายជារឿងតូចចំណែករឿងតូចក៏คล้ายទៅជាមិនមានរឿងហើយយើងក៏បានសប្បាយចិត្តព្រោះអាចដោះស្រាយបញ្ហាបានដោយគំនិតនិងសតិបញ្ញារបស់ខ្លួនឯងកូនហើយដែលទុកកង្វល់នោះវាកើតឡើងក្នុងចិត្តព្រោះចិត្តនឹងឯងព្រមទទួលហើយប្រកាន់ទុកម្លោះហើយទុកកង្វល់សពគ្រប់ទៅបានអាស្រ័យនៅនឹងចិត្តដ៏យ៉ាងស្រួលបំផុតទុកកង្វល់នៅក្នុងចិត្តបានស្រួលយើងអាចនិយាយបានថានៅបានតាមសបាយតែចិត្តខ្លួនឯងដែលនៅជាមួយទុកកង្វល់រមែងជាទុកនេះព្រោះហេតុតែចិត្តព្រមទទួលយកទុករែកទុកទូលទុកនោះឯងបើចិត្តយើងមិនព្រមទទួលទុកមិនចាប់យកនៅសេចក្តីទុកមកទុកដាក់ទេតើចិត្តយើងនឹងជាទុកបានដូចម្ដេចទៅតាមពិតពាក្យថាទូនមានចិត្តគឺចម្រើនបញ្ញាឲ្យមាននៅក្នុងចិត្តនោះឯងបើចិត្តអត់បញ្ញាគឺដូចពាក្យថាធ្វើខ្លួនឲ្យលំបាកឥតប្រយោជន៍មានការអត់អាហារជាដើមដូច្នេះបើកូនមិនត្រូវការយកទុកមកដាក់ក្នុងចិត្តទេកូនត្រូវហ្វឹកហាត់ឲ្យមានបញ្ញាដើម្បីទូនមានចិត្តឲ្យបានកុំខានឡើយ